นมป้อมรู้7 ស្លឹកតយសម្រាប់បងចង់ធ្វើញ៉ាំងាយៗស្រួលៗកុំភ្លេចមើលវីដេអូនេះដល់ចប់ណាទាំងរូបមន្តនិងរបៀបធ្វើបងអាចមើលទៅតាមនឹងបានណាកុំឲ្យរងចាំយូរយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាអញ្ចឹងនេះជាគ្រឿងផ្សំគោលរបស់យើងបងអាចមើលជាដំបូងយើងដាក់ជាមួយនឹងខ្ទិះដូងចំនួន500 ក្រាមស្មើនឹងកន្លះគីឡូស្ករស2ខាំជាមួយនឹងពងមាន់2គ្រាប់កូរគ្រឿងផ្សំ3មុខនេះឲ្យរលាយចូលគ្នាសិនបន្ទាប់មកយើងដាក់ជាមួយនឹងម្សៅមីចំនួន500 ក្រាមស្មើនឹងកន្លះគីឡូម្សៅ baking powder 4 ក្រាមម្សៅមីពេលដែលបងដាក់ចូលអាចរែងដូចខ្ញុំចេះដើម្បីឲ្យល្បាយម្សៅរបស់យើងម៉ត់ល្អកូរម្សៅឲ្យចូលគ្នាល្អហើយបងថែមជាមួយនឹងអំបិលមួយចុងស្ព្រាបន្ទាប់មកយើងដាក់ជាមួយនឹងល្ងហើយនឹងកាដូងសម្រាប់ល្ងនិងកាដូងបងអាចដាក់ទៅតាមចំណង់ចំណូលចិត្តសម្រាប់ល្បាយម្សៅដែលយើងលាយហើយគឺមានសភាពខាប់ល្មមប៉ុណ្ណឹងបងអាចមើលនៅក្នុងវីដេអូនេះបានបន្ទាប់មកយើងទុកម្សៅរយៈពេល1 ម៉ោងសិនដើម្បីឲ្យម្សៅឡើងហើយចាំយកមកដុតមួយទៀតបងកុំភ្លេចដាក់ជាមួយនឹងទឹកស្លឹកតយចំនួន100 ml ដែលយើងបានកិនពីស្លឹកតយស្រស់ៗច្បាច់យកទឹកបងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ